សួស្តីពុកម៉ែបងប្អូនអរគ្នាដែលតាមដាន Channel YouTube របស់ខ្ញុំអញ្ចឹងដូចជារយៈពេលយូរដែរហើយដែល Channel របស់ខ្ញុំអត់បានផុសរូបវីដេអូដោយសារតែអត់មានកូនកុកអញ្ចឹងថ្ងៃនេះបាទគឺខ្ញុំនឹងបង្ហាញអំពីវីដេអូមួយពាក់ព័ន្ធជាមួយនឹងកូនកុកដែលខ្ញុំបានភ្ញោះកាលពីថ្ងៃទី12ថ្ងៃ12ខែ6ហ្នឹងណា2025ហ្នឹងបាទដល់ឥឡូវគឺវាមានអាយុ20ថ្ងៃហើយបងប្អូនបាទហើយនេះគឺជាសកម្មភាពកូនក្អុកបាទនេះបងប្អូនក្នុងគ្នាមើលបាទសូមជឿថាអាយុវាគឺ20ថ្ងៃណា20ថ្ងៃគត់បងប្អូនបាទហើយអត់ដឹងថាអាយុប៉ុណ្ណឹងនេះគឺស្តង់ដារឬក៏យ៉ាងណាទេដោយសារតែទៅតែដៃថ្មីបងប្អូនដៃថ្មីអញ្ចឹងតាមការសង្កេតគឺមានអារម្មណ៍ថាដូចរៀងយូរអត់ទាន់ដាច់ដុសជើងឬក៏អត់ទាន់ដាច់កន្ទុយទៀតអញ្ចឹងមានតែថតសកម្មភាពនៅបងប្អូនមើលហើយវាមើលទាំងគ្នាទៅបាទពេលថ្ងៃអញ្ចឹងវាអត់សូវឡើងមកទេបងប្អូនកូនកុកយើងអត់សូវឡើងមកស៊ីចំណីទេបាទហើយល្ងាចនេះគឺត្រូវដូរទឹកម្ដងទៀតហើយការដូរទឹកបាទខាងនោះភ្លឺល្អមានភ្លឺចូលខាងនេះអត់សូវមានភ្លឺចូលដល់ថ្ងៃតិចបានមានភ្លឺចូលគ្រប់គ្រាន់ខាងនេះបាទនេះសិតកូនកុកយើងសង្ឃឹមថាមួយខែទៀតគឺនឹងមានកូនកែបសម្រាប់ចិញ្ចឹមធ្វើជាកែបសាច់ទុកជុកគ្រប់កងបងខាងលក់នៅផ្សារហើយសូមចែករំលែកថាទីតាំងបងប្អូនគឺមានទីតាំងនៅខាងភូមិបាត់ដើមឃុំសាមខួយស្រុកសេសានខេត្តស្ទឹងត្រែងណាបាទហើយសម្រាប់បងប្អូនណាមានបំណងចង់ចិញ្ចឹមកែបឬក៏ចង់បានកូនកែបសម្រាប់យកទៅស្រុកបងចិញ្ចឹមគឺអាចទៅបងប្អូនបានព្រោះមានលក់កូនកែបហ្នឹងគឺបាទឲ្យថែមទៀតមានការប្រឹក្សាយោបល់ជួយថែមទៀតបាទឬក៏ចែកម្លែកមកផ្សោតថ្មីថែមទៀតជូនបងប្អូនយើងបាទគឺយើងអន្សំបន្តិចម្ដងទេបងប្អូនបាទចាប់តាមដំបូងគឺយើងអត់មានច្រើនទេយើងបានមកអាងនេះបាទហើយនឹងចូលដល់ខែ7នេះគឺយើងមានកែបសាច់អីគ្រប់គ្រាន់ហើយ